ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាការចិញ្ចឹមដង្កូវដួងសាក់លបងរបស់ខ្ញុំដែលខ្ញុំធ្វើឡើង5ឈុតតម្លៃវាបូកជាមួយបច្ចេកទេសនៃការបរិនេះគឺអស់30,000រៀលហើយមូលហេតុដែលខ្ញុំបង្កើតចង់ចិញ្ចឹមដង្កូវដួងនេះខ្ញុំគិតថាវាងាយស្រួលក្នុងការចិញ្ចឹមហើយវាចំណាយដើមទុនតិចហើយអ្វីដែលសំខាន់គឺវាអត់សូវរំខានពេលវេលាយើងក្នុងការមើលថែវាច្រើនទេហើយអ្វីដែលខ្ញុំគិតថាខ្ញុំប្រើពេល45ថ្ងៃដើម្បីភ្ញាស់ចេញជាដង្កូវដួងដែលយើងអាចប្រកាត់បន្តទៀតចឹងណាប្រើពេល45ថ្ងៃទៀតសម្រាប់ទាំងអស់90ថ្ងៃខ្ញុំអាចទទួលបានមេពូជវា250គូដែលយើងប្រើកធុន5កធុននេះ5ឈុតនេះប៉ុន្តែបងប្អូនដឹងអត់អ្វីដែលខុសពីការគិតរបស់យើងគឺខុសខ្លាំងមែនតើពូអ្វីដែលនិយាយមកគឺស្រួលមែនតើដល់ពេលយើងធ្វើដល់ខ្ញុំបង្កើតកំហុសច្រើនទី1ខ្ញុំលាយចំណីនឹងរៀងទឹកពេកតែពេលអញ្ចឹងទៅមេក្រឹងហ្នឹងងាប់លងទឹកនឹងងាប់ហើយទី2សកៃដូងខ្ញុំកាប់ហ្នឹងខ្ញុំកាប់សកៃដូងហ្នឹងវារៀងសាញ់ម៉ាញ់ខ្ញុំគិតថាអាចនឹងងាប់មេក្រឹងហ្នឹងទៅដោយសាររឿងសកៃដូងហ្នឹងប៉ុន្តែដោយសារខ្ញុំនេះជាចិញ្ចឹមលើកទី1ខ្ញុំអត់ទាន់ដឹងច្បាស់ណាហើយពេលថ្ងៃខ្ញុំអត់បានថតអញ្ចឹងខ្ញុំថតពេលយកទុកជាភ័ស្តុតាងមួយដើម្បីតាមដានការចិញ្ចឹមរបស់ខ្ញុំឥឡូវនេះខ្ញុំមាន5កញ្ឈុតហ្នឹងហើយចាំមើលតើដល់45ថ្ងៃក្រោយខ្ញុំទទួលបានរបៀបម៉េចខ្លះហើយលើបញ្ហាក៏ប៉ុន្តែយើងគិតថាស្រួលដល់ពេលយើងធ្វើវាអត់ស្រួលដូចយើងគិតដែរវាអាចមានបញ្ហាច្រើនហើយឥឡូវខ្ញុំគិតថា90ថ្ងៃក្រោយបើសិនជាខ្ញុំអាចបានមេពូជក្នុងក្តីរំពឹង250គូបាន50ឈុតខ្ញុំគិតឥឡូវនេះខ្ញុំគិតថាខ្ញុំអាចបាន10ឈុតជារឿងដែលល្អបំផុតអរគុណច្រើនបងប្អូនទុកជាអនុស្សាវរីយ៍មួយនៃការចិញ្ចឹមមេក្រឹងចិញ្ចឹមដង្កូវដួងយកសាច់ប៉ុន្តែឥឡូវខ្ញុំចូលពេលពូជសិនតែខ្ញុំមិនដឹងថាខ្ញុំធ្វើបានជោគជ័យកម្រិតណាទេពីព្រោះខ្ញុំគិតថាខ្ញុំចេះឆ្ងល់ថាអាំងមើលទៅវាស្រួលហេតុអីបើមិនសូវមានអ្នកធ្វើដល់ពេលធ្វើមិនដឹងថាវាពិបាកប៉ុន្តែខ្ញុំអត់បោះបង់ខ្លួនឯងខ្ញុំនៅតែបន្តធ្វើវារហូត